មើលថែរក្សាវងជៀមរបស់ព្រះអង្គដោយសារស្រឡាញ់ព្រះអង្គមិនមែនមើលថែរក្សាវងជៀមរបស់ព្រះអង្គដោយសារចង់បានអ្វីមួយមិនមែនមើលថែរក្សាវងជៀមព្រះអង្គคล้ายទៅជាកង្វៀលคล้ายទៅជាអ្នកដឹកនាំពីព្រោះចង់បានរង្វាន់ណាមួយចង់បានកម្រៃណាមួយចង់បានកិត្តិយសណាមួយនៅក្នុងយ៉ូហានចំពុក21ខ15ដល់ខ17លុះគេបានបរិភោគរួចរាល់ហើយព្រះយេស៊ូវបានមានព្រះបន្ទូលសួរលោកស៊ីម៉ូនពេត្រុសថាស៊ីម៉ូនកូនលោកយ៉ូហានអើយតើអ្នកស្រឡាញ់ខ្ញុំជាងអ្នកទាំងនេះស្រឡាញ់ខ្ញុំឬបន្ទាប់ពីគាត់បរិភោគមានន័យថាបន្ទាប់ពីព្រះអង្គមានបញ្ជូនរស់ឡើងវិញព្រះអង្គតាមទៅរកពួកសិស្សព្រះអង្គចំអិនអាហារពេលព្រឹកឲ្យគេដោយដុតត្រីហើយត្រីពេលយប់ហ្នឹងមកយប់ហ្នឹងក៏គេនេសាទអត់បានដែរព្រះអង្គមិនដឹងទៅយកពីណាមកព្រះអង្គត្រីប្រហែលជាហែលមកច្រាំងហើយព្រះអង្គដុតត្រីឲ្យគេបរិភោគពេលដែលគេបរិភោគហើយព្រះអង្គសួរសំណួរមួយដ៏សំខាន់ហើយខ្ញុំសង្ឃឹមថានៅក្នុងឆ្នាំនេះព្រះអង្គនឹងសួរសំណួរនេះមកកាន់លោកអ្នកបងប្អូនទាំងអស់គ្នាដែរព្រះអង្គបានសួរទៅកាន់គាត់ស៊ីម៉ូនកូនលោកយ៉ូហានអើយតើអ្នកស្រឡាញ់ខ្ញុំជាងអ្នកទាំងនេះស្រឡាញ់ខ្ញុំឬពាក្យសេចក្តីស្រឡាញ់ដែលព្រះអង្គប្រើនៅកន្លែងនេះនៅក្នុងភាសាខ្មែរយើងឃើញព្រះអង្គសួរស្រឡាញ់រហូតតែនៅក្នុងភាសាក្រិកពាក្យដែលព្រះអង្គប្រើមានលក្ខណៈអត្ថន័យផ្សេងពីគ្នាពាក្យស្រឡាញ់នៅកន្លែងនេះព្រះអង្គប្រើពាក្យថា agapas នេះមានន័យថាស្រឡាញ់ដោយឥតលក្ខខណ្ឌស្រឡាញ់ដោយទូលំទូលាយបំផុតស្រឡាញ់ដោយស្មោះស្ម័គ្រស្រឡាញ់រហូតដល់ហ៊ានលះបង់ជីវិតជាសេចក្តីស្រឡាញ់ប្រភេទរបស់ព្រះជាម្ចាស់មិនមែនជាសេចក្តីស្រឡាញ់គ្រាន់តែរាប់អានគ្នាគាត់ទូលថាក្រាបទូលព្រះអង្គម្ចាស់ព្រះអង្គជ្រាបស្រាប់ហើយទូលបង្គំស្រឡាញ់ព្រះអង្គគាត់ឆ្លើយត្រឡប់ទៅកាន់ព្រះអង្គវិញដោយគាត់អត់ប្រើពាក្យ agapas ប៉ុន្តែគាត់ប្រើពាក្យ philo មានន័យថាស្រឡាញ់រាប់អានភាសាខ្មែរយើងអាចប្រើពាក្យម្យ៉ាងវិញទៅថាពេញចិត្តឬក៏រាប់អានដូចបងប្អូនឯទៀតដែរដូចខ្ញុំស្រឡាញ់បងប្អូនខ្ញុំស្រឡាញ់អ្នកដតីផ្សេងទៀតអញ្ចឹងបានព្រះអង្គសួរគាត់តើអ្នកស្រឡាញ់ខ្ញុំខ្លាំងជាងអ្នកដតីដែរឬក៏អត់ស្រឡាញ់ជាងអ្នកទាំងនេះដែរឬក៏អត់ស្រឡាញ់ជាងស្រឡាញ់ខ្លួនឯងដែរឬក៏អត់ស្រឡាញ់ដោយអត់លក្ខខណ្ឌដែរឬក៏អត់ហ៊ានស៊ូបដូរដែរឬក៏អត់គាត់ឆ្លើយទៅកាន់ព្រះអង្គខ្ញុំស្រឡាញ់ព្រះអង្គត្រឹមដូចបងប្អូនខ្ញុំពេញចិត្តនឹងព្រះអង្គព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថាសូមថែរក្សាកូនជៀមរបស់ខ្ញុំផងព្រះអង្គមានព្រះបន្ទូលសួរគាត់ជាលើកទី2ថាស៊ីម៉ូនកូនលោកយ៉ូហានអើយតើអ្នកស្រឡាញ់ខ្ញុំទេឬព្រះអង្គសួរជាលើកទី2ហើយព្រះអង្គបញ្ជាក់ពាក្យដដែលព្រះអង្គប្រើពាក្យ agapas ដដែលលោកពេត្រុសទូលថាក្រាបទូលព្រះអង្គម្ចាស់ព្រះអង្គជ្រាបស្រាប់ហើយទូលបង្គំស្រឡាញ់ព្រះអង្គគាត់ប្រើពាក្យ philo ដដែលព្រះអង្គជ្រាបស្រាប់ហើយថាខ្ញុំ philo ព្រះអង្គជ្រាបហើយថាខ្ញុំស្រឡាញ់ព្រះអង្គដូចអ្នកដទៃទៀតដែរខ្ញុំស្រឡាញ់ព្រះអង្គដូចបងប្អូនខ្ញុំស្រឡាញ់ព្រះអង្គខ្ញុំពេញចិត្តនឹងព្រះអង្គដូចមនុស្សទូទៅដែរព្រះយេស៊ូវបានមានព្រះបន្ទូលទៅគាត់ថាសូមខ្វៀលវងជៀមរបស់ខ្ញុំផងព្រះអង្គមានព្រះបន្ទូលសួរគាត់ជាលើកទី3ថាស៊ីម៉ូនកូនលោកយ៉ូហានអើយតើអ្នកស្រឡាញ់ខ្ញុំឬកន្លែងនេះគួរឲ្យចាប់អារម្មណ៍ព្រះយេស៊ូវគ្រីស្ទដូរពាក្យសេចក្តីស្រឡាញ់កន្លែងនេះព្រះអង្គដូរពាក្យទៅជាពាក្យ philis ពាក្យ philis នឹងមកពីពាក្យថា philo មានន័យថាសេចក្តីស្រឡាញ់ដូចមិត្តភក្តិសេចក្តីស្រឡាញ់ដូចបងប្អូនព្រះអង្គសួរគាត់វិញព្រះអង្គដូរពីពាក្យសេចក្តីស្រឡាញ់ដ៏ឥតលក្ខខណ្ឌសេចក្តីស្រឡាញ់ដ៏ធំធេងដូរមកពាក្យសេចក្តីស្រឡាញ់ពេត្រុសឲ្យស្រឡាញ់ខ្ញុំដូចអ្នកដតីដែរអត់ព្រះអង្គតម្លាក់ហាក់ដូចជាព្រះអង្គតម្លាក់ស្តង់ដានៃសំណួរដែលព្រះអង្គសួរដែលបង្កប់ពីអត្តន័យនៃសេចក្តីស្រឡាញ់លោកពេត្រុសព្រួយចិត្តណាស់ព្រោះព្រះអង្គសួរគាត់ដល់ទៅ3លើកថាតើអ្នកស្រឡាញ់ខ្ញុំឬដូច្នេះលោកទូលតបព្រះអង្គវិញថាបើពិតព្រះអង្គម្ចាស់ព្រះអង្គជ្រាបអ្វីសពគ្រប់ទាំងអស់ព្រះអង្គជ្រាបស្រាប់ហើយថាទូលបង្គំស្រឡាញ់ព្រះអង្គគាត់នៅតែប្រើពាក្យ philo ដដែលព្រះអង្គជ្រាបស្រាប់ព្រះអង្គដឹងរួចហើយខ្ញុំជឿជាក់ថានៅពេលដែលគាត់ឆ្លើយទៅកាន់ព្រះអង្គគាត់សម័យឃើញពាក្យដែលគាត់បដិសេធព្រះអង្គ3ដងក្នុងព្រះពីចែងថាគាត់បានមើលឃើញព្រះអង្គពីចម្ងាយហើយគាត់ឃើញថាព្រះអង្គឃើញគាត់យល់ពីកន្លែងហ្នឹងប៉ុន្តែខ្ញុំជឿជាក់ថាលោកពេត្រុសលើកនេះដែលព្រះអង្គទៅជួបគាត់ព្រះអង្គមិនមែនទៅជួបគាត់ដើម្បីទៅរំលឹកពាក្យរបស់គាត់មុនពេលគេមកចាប់ព្រះអង្គមុនពេលដែលព្រះអង្គប្រគល់ប្រកាយរបស់ព្រះអង្គទៅឲ្យគេចាប់ឲ្យទៅទាហានចាប់ព្រះអង្គ
យកទៅធ្វើគុតជាយ៉ាញ់បូជាចុងក្រោយដើម្បីលួសបាបមនុស្សទាំងអស់នៅលើផែនដីលោកពេត្រុសគាត់ក្លាហានមែនទែនប៉ុន្តែព្រះអង្គលោកគ្រូទូបង្គំនៅជាមួយលោកគ្រូទូបង្គំជាសិស្សរបស់លោកគ្រូទូបង្គំការពារលោកគ្រូដល់ទីបញ្ចប់ទោះបីយើងត្រូវអស់ជីវិតក៏ដោយអ្នកផ្សេងទៀតសិស្សរបស់ព្រះអង្គឮគាត់និយាយចឹងគាត់ថាហ្នឹងហើយយើងក៏ចឹងដែរអូក្លាហានទាំងអស់គ្នាតែពេលដែលគេចាប់ព្រះអង្គរត់ចែកជើងព្រាតឥឡូវព្រះអង្គមកជួបគាត់ឥឡូវព្រះអង្គមកសួរសំណួរនេះមកកាន់គាត់ខ្ញុំជឿជាក់ថាមិនមែនជាសំណួរដែលព្រះអង្គមកជួបពួកគាត់នៅក្នុងគោលបំណងពេត្រុសពេត្រុសឲ្យស្រឡាញ់ខ្ញុំអត់មានចាំពាក្យថ្ងៃមុនពេលរត់ចោលខ្ញុំព្រះអង្គអត់បានមកសួរគាត់ដើម្បីតាមតាន់ជន់កែងគាត់ព្រះអង្គមិនមែនមកសួរគាត់ហើយធ្វើឲ្យគាត់ព្រួយចិត្តជាងមុនព្រះអង្គមិនមែនមកជួបគាត់មកសួរគាត់ដើម្បីឲ្យគាត់ពិបាកចិត្តជាងមុនប៉ុន្តែព្រះអង្គសួរគាត់មានបុព្វហេតុមួយយ៉ាងជាក់លាក់ជាទីបំផុតសំណួរដ៏ស្រទន់ដែលព្រះអង្គសួរទៅកាន់លោកពេត្រុសមិនមែនជាប្រភេទសំណួរកំហុសមិនមែនជាប្រភេទសំណួរផ្ចាញ់ផ្ចាប៉ុន្តែជាសំណួរមួយដ៏ស្រទន់ក្នុងការដែលឲ្យគាត់ឆ្លើយហើយឲ្យគាត់បានមានឱកាសឮនៅអ្វីដែលជាបុព្វហេតុដែលជាហេតុផលដែលព្រះអង្គសួរហេតុផលដែលព្រះអង្គសួរគឺព្រះអង្គសូមឲ្យគាត់មើលថែរក្សាកូនជាមរបស់ខ្ញុំផងតបមកព្រះអង្គថាសូមមើលថែរក្សាជាមខ្ញុំផងអាកន្លែងថែរក្សាកូនជាមពាក្យដើមឲ្យចំណីកូនជាមខ្ញុំផងឲ្យចំណីដល់ជាមខ្ញុំផងសូមមើលថែរក្សាដល់វងជាមរបស់ខ្ញុំផងអង្គសួរ3ដងដោយស្រទន់ជាទីបំផុតក្នុងគោលបំណងឲ្យលោកពេត្រុសតើអ្នកចង់ចូលរួមបើសិនជាខ្ញុំសុំមើលថែរក្សាវងជាមខ្ញុំបានដែរឬក៏អត់បើស្រឡាញ់ខ្ញុំមើលថែរក្សាវងជាមរបស់ខ្ញុំបើមិនបានស្រឡាញ់ខ្ញុំដោយឥតលក្ខខណ្ឌដោយធំធេងដូចខ្ញុំបានលះបង់ដូចអ្នករាល់គ្នាឥឡូវស្រឡាញ់ខ្ញុំមកត្រឹមតែរាប់អានដូចជាមិត្តភក្តិស្រឡាញ់ត្រឹមមករាប់អានដូចជាបងប្អូនស្រឡាញ់បែបទូទៅដូចអ្នកដតីផ្សេងទៀតដែរក៏ដោយដូចអ្នកទាំងអស់នឹងក៏ដោយបើស្រឡាញ់បានតែប៉ុណ្្នឹងសូមមើលថែរក្សាវងជាមរបស់ខ្ញុំផង